សួស្តីអ្នកនរគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបាទហើយប្លុកថ្ងៃនេះដែរគឺខ្ញុំនឹងគ្រួសារបាទធ្វើដំណើរទៅកាន់រមណីយដ្ឋានអន្លង់ភ្ញៀវបាទដែលស្ថិតនៅខេត្តតាកែវយើងហ្នឹងបាទចម្ងាយពីភ្នំពេញទៅហ្នឹងប្រហែលជាបាទជិត100គីឡូដែរអ្នកនរគ្នាបាទហើយរមណីយដ្ឋាននេះគឺទេសភាពបាទស្អាតមែនទែនបាទគឺខ្ញុំមកប្រហែលដងបាទតែនៅតែមកទៀតបាទដោយសារតែទេសភាពវាគឺស្អាតហើយស្ងប់ស្ងាត់ចឹងណាអ្នកនរគ្នាបាទណាមួយគឺវាចិត្តពេញផងដែរបាទយើងចំណាយពេលប្រហែលជា2ទៅ3ម៉ោងគឺមកដល់ហើយអ្នកនរគ្នាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរបាទយើងទស្សនាបាទវីដេអូតអ្នកនរគ្នាបាទហើយនេះបើកឆាកមកបាទគឺក្មួយខ្ញុំហើយកូនខ្ញុំបាទគេសប្បាយចិត្តមែនទែនថ្ងៃនេះបាទគេកាន់ដៃបាទបងប្អូនគេបាទបងប្អូនជីដូនមួយគេដើរលើស្ពានហ្នឹងបាទហើយទៅមើលទេសភាពបាទនៅកន្លែងហ្នឹងមានដើមឈើមួយបាទគេធ្វើលក្ខណៈស្ពានដើរជុំវិញអញ្ចឹងណាអ្នកនរគ្នាឲ្យយើងឈរថតរូបថតអីលេងហើយរូបភាពមើលពីចម្ងាយទៅគឺស្រស់ខៀវត្រជាក់ភ្នែកហ្មងណាអ្នកនរគ្នាបាទយើងឈរមកគឺមលុបត្រជាក់ស្រួលមែនទែនបាទហើយថ្ងៃខ្ញុំទៅហ្នឹងគឺចំថ្ងៃបុណ្យអ្នកនរគ្នាបាទតែពេលផឹកចឹងវាអត់សូវមានមនុស្សចឹងណាអ្នកនរគ្នាបាទហើយមកពេលផឹកចឹងគឺ fresh មែនទែនអ្នកនរគ្នាយើងចេញពីពេញមកបាទម៉ោង6ជាងបាទម្ដងនេះប្រហែលជាម៉ោង8បាទចិន9ហ្នឹងអត់ទាន់មានមនុស្សចឹងយើងមើលទៅគឺវាស្អាតចឹងអ្នកនរគ្នាបាទហើយស្ងប់ស្ងាត់ល្អមែនទែនអ្នកនរគ្នាមើលមកគឺស្រឡះបាទជាក់ភ្នែកមែនទែនអ្នកនរគ្នាបាទឥឡូវយើងធ្វើដំណើរបាទចោះទៅមើលបាទនៅក្រោមហ្នឹងអ្នកនរគ្នាមានផ្លូវគឺរមណីយដ្ឋានគឺធំមែនទែនអ្នកនរគ្នាហើយខ្ញុំស្រឡាញ់ដើមឈើនេះមែនទែនបាទមានដើមឈើមានវាស្មៅមានមាត់ទឹកឲ្យខ្ញុំមានបងអង្គុយចឹងគឺអេមែនតើអ្នកនរគ្នាបាទយើងអង្គុយមានមិត្តភ័ក្តិមានអីបងប្អូនអីក្រៅកទេក្រុមដើមឈើញ៉ាំអីជុំគ្នាគឺសប្បាយមែនតើអ្នកនរគ្នាបាទហើយឥឡូវយើងមកថតរូបលេងបាទនៅកន្លែងនេះគឺគេធ្វើសួនអ្នកនរគ្នាបាទសួនកំពូលពេជ្រឈ្មោះរមណីយដ្ឋានគេតែម្ដងអ្នកនរគ្នាបាទហើយនេះរូបដំរីអ្នកនរគ្នាក្មេងៗគាត់ចូលចិត្តមែនតើបាទនេះគឺខ្ញុំនាំមកគ្រួសារខ្ញុំនឹងបងខ្ញុំមួយទៀតបាទហើយនឹងម៉ាក់ខ្ញុំផងដែរបាទគាត់សប្បាយមែនតើឃើញមានរូបសត្វរូបអីចឹងអ្នកនរគ្នាក៏ចោះថតរូបចឹងណាបាទនេះគឺសួនគេដែរគឺថាគេថែរក្សាបានស្អាតមែនទែនអ្នកនរគ្នាបាទចូលមកគឺបានថាបរិស្ថានគេគឺស្អាតមែនទែនអ្នកនរគ្នាមានសម្រាមមានអីញ៉ៃទេអ្នកនរគ្នាឲ្យសួនគេគឺរៀបចំបានស្អាតល្អឥតខ្ចោះតែម្ដងអ្នកនរគ្នាមើលមកគឺស្តៀងសុកគេចឹងអ្នកនរគ្នាបាទតបមកគឺយើងមកលេងបាទមាត់បឹងបាទកន្លែងហ្នឹងគេមានកន្លែងកញ្ចុះហើយមានម្ហូបមានអីយើងអាចកំងញ៉ាំអង្គុយលេងហ្នឹងអញ្ចឹងអ្នកនរគ្នាមានមាត់បឹងហើយមានសួនទឹកទៀតតែដោយសារគេកំពុងលឿនសម្បត្តិអញ្ចឹងជាបើកឲ្យចូលអញ្ចឹងខ្ញុំក៏អត់បានថតទៅអ្នកនរគ្នាបាទហើយបន្ទាប់មកយើងក៏បានធ្វើដំណើរបាទទៅលេងបាទទឹកជ្រោះតែម្ដងមកនៅកន្លែងហ្នឹងគឺមានទឹកជ្រោះទៀតអ្នកនរគ្នាបាទនេះគឺផ្លូវទៅទឹកជ្រោះបាទក៏ស្អាតដែរអ្នកនរគ្នាបាទគឺមានអាផ្ការៀងសសអ្នកនរគ្នាស្មៅរៀងសសហ្នឹងគឺដោះមកគឺស្អាតមែនទែនអ្នកនរគ្នាបាទមានចកាស្វាយមានអីចឹងណាហើយឥឡូវយើងមក